សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ការមកកាន់ Channel សេងហ៊ីសម្រាប់វីដេអូមួយនេះខ្ញុំនឹងធ្វើការចែករំលែកពីរបៀបក្នុងការបិទមិនឲ្យនរណាម្នាក់ធ្វើការ forward រាល់ message របស់យើងទៅកាន់អ្នកដទៃបាទអញ្ចឹងមុននឹងឈានចូលទៅដល់សម្រាប់បងប្អូនថ្មីកុំភ្លេចជួយ Subscribe Like ហើយនិង Share ម្នាក់មួយផងបាទរបៀបក្នុងការធ្វើគឺអត់ពិបាកទេបងប្អូនជាដំបូងយើងគ្រាន់តែធ្វើការចូលជាមួយនឹងកម្មវិធី Telegram យើងជាមុនសិនហើយបន្តមកទៀតយើងគ្រាន់តែធ្វើការចុចកន្លែងពាក្យថា setting បាទរួចហើយបងប្អូននឹងឃើញពាក្យថា privacy and security អញ្ចឹងយើងចុចត្រង់ចំណុចហ្នឹងមកបន្តមកទៀតបងប្អូនមើលត្រង់ចំណុចខាងក្រោមបាទ scroll មកក្រោមបន្តិចណាអញ្ចឹងត្រង់ចំណុចខាងក្រោមហ្នឹងបងប្អូនឃើញមានពាក្យថា forward message បាទអញ្ចឹងយើងចុចលើហ្នឹងមកអញ្ចឹងនៅពេលដែលបងប្អូនចុចត្រង់ចំណុចហ្នឹងខាងលើគេដាក់ថា who can add link បាទ a link to my account when forward my message បាទអញ្ចឹងត្រង់ចំណុចហ្នឹងបើសិនជាបងប្អូនឃើញគ្រីសខាងលើគឺមានន័យថាអ្នកទាំងអស់គ្នាដែលមិនមែនជា friend របស់យើងក៏ដោយក៏គេអាចធ្វើការ forward រាល់ message របស់យើងទៅកាន់អ្នកដទៃបានទាំងអស់បាទមួយទៀតបងប្អូនតកតងនឹងចំណុចទី2បាទដែលចំណុចទី2នេះគេដាក់ថា my contact បាទកន្លែង my contact ហ្នឹងមានន័យថាតើតែមិត្តភ័ក្តិរបស់យើងឬក៏អ្នកដែលយើងបានធ្វើការ add ទៅពួកគាត់ណាទើបគេអាចធ្វើការ forward message របស់យើងហ្នឹងទៅកាន់អ្នកដទៃបានបាទអាហ្នឹងត្រង់ចំណុចទី2បាទមួយទៀតចំណុចដែលសំខាន់គឺតកតងនឹងចំណុចទី3តែម្ដងដែលខ្ញុំចង់បង្ហាញនៅខាងដើមវីដេអូណាបងប្អូនបាទអញ្ចឹងចំណុចទី3គឺជាចំណុចដែលសំខាន់ដែលគេដាក់ថា nobody អញ្ចឹងមានន័យថាអ្នកគ្រប់គ្នាទាំងអស់ទាំងមិត្តភ័ក្តិរបស់យើងក៏ដោយទាំងអ្នកដែលមិនស្គាល់យើងក៏ដោយគឺមិនអាចធ្វើការ forward message របស់យើងនឹងទៅកាន់អ្នកដទៃបានឡើយអញ្ចឹងបងប្អូនគួរតែធ្វើការ tick នៅត្រង់ចំណុចទី3ទៅនៅពេលដែលយើងចេញមកយើងនឹងឃើញបែបនេះអញ្ចឹងមានន័យថាអ្នកផ្សេងគឺអត់អាចធ្វើការ forward message យើងទៅកាន់អ្នកដទៃទៀតបានទេបាទអូខេវីដេអូគឺមានត្រឹមតែប៉ុណ្្នឹងទេសម្រាប់ធ្វើការចែករំលែកទៅដល់បងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនមានចម្ងល់ទាក់ទងនឹងវីដេអូមួយហ្នឹងកុំភ្លេច comment នៅខាងក្រោមអរគុណជួបគ្នានៅវីដេអូក្រោយ